Xôm chun rương bùa cần đò nâng miền nâu Cá bì du ông vai nà một hỏi miền nộp nâng phép để dìa rút nơi có bái mọt sừng ពួកគេប្រកបរបរចិញ្ចឹមជីវិតដោយធ្វើស្រែចម្ការជារៀងរាល់ថ្ងៃថ្ងៃមួយមានព្យុះភ្លៀងយ៉ាងធំមួយធ្វើឲ្យទឹកជន់លិចគ្រប់ទីកន្លែងគ្មានសេសសល់ក្រោយភ្លៀងរាំងមាននប់និងភរិយាក៏បាននាំគ្នាទៅចាប់ត្រីដែលឡើងតាមទឹកមកលើគោកបានត្រីជាច្រើនកំពុងតែសប្បាយចិត្តនឹងចាប់ត្រីផងមាននប់ក៏បានឃើញកណ្ដុរមួយពស់មួយនិងបុរសម្នាក់លង់ទឹកប្របមាត់ស្ទឹងកំពុងតែប្រវេប្រវាស្រែកឲ្យគេជួយមាននប់ក៏ប្រញាប់ចុះទៅស្រង់កណ្ដុរនឹងពស់មុនទុកបុរសនោះចាំស្រង់តាមក្រោយព្រោះមាននប់គិតថាសត្វវាតូចជាងវាអាចឆ្លក់ទឹកងាប់មុនមនុស្សបានប្រពន្ធក៏ប្រញាប់រកអុសមកបង្កាត់ភ្លើងដើម្បីកម្ដៅសត្វទាំងពីរនិងបុរសនោះឲ្យបាត់រងាហើយមានកម្លាំងវិញព្រោះមើលទៅសត្វនិងបុរសសុទ្ធតែកម្រើកខ្លួនលែងរួចទៅហើយដោយសារតែឆ្លក់ទឹកយូរពេកហើយត្រូវរងាខ្លាំងថែមទៀតនាងជាភរិយានោះក៏បានបង្កាត់ភ្លើងឆេះល្មមបុរសកំពុងតែសម្លឹងទៅរកភ្លើងទាំងខ្លួនញាក់ទៅត្រឹកហើយគិតថាខ្លួននឹងបានអាំងភ្លើងមុនសត្វទាំងពីរនោះជាពុំខានឡើយប៉ុន្តែមាននប់និងភរិយាឃើញសត្វកណ្ដុរនិងពស់ទៅទឹកខ្លួនឡើងរឹងខ្លួនអស់ទៅហើយអ្នកទាំងពីរក៏គិតបារម្ភពីសត្វមុនទៅវិញព្រោះគិតថាទោះពួកគេជាសត្វមែនតែក៏មានជីវិតដូចគ្នាមាននប់និងភរិយាក៏ប្រញាប់យកកណ្ដុរនិងពស់មកកម្ដៅខ្លួនក្បែរភ្នក់ភ្លើងមុនធ្វើឲ្យបុរសនោះនឹកខឹងគុំគួនក្នុងចិត្តយ៉ាងខ្លាំងបន្ទាប់ពីមានកម្លាំងឡើងវិញបុរសនោះក៏ដើរចេញទៅទាំងមានកំហឹងក្នុងចិត្តមិនបានពោលពាក្យអរគុណសូម្បីតែមួយម៉ាត់ចំណែកពស់និងកណ្ដុរមុននឹងចូលទៅក្នុងព្រៃវិញក៏បាននាំគ្នាអរគុណហើយផ្ដាំថាបើថ្ងៃក្រោយមានគ្រោះអាសន្នអ្វីឬមានធុរៈអ្វីឲ្យស្រែករកពួកគេទៅពួកគេនឹងមកជួយមាននប់ភ្លាមការពិតបុរសដែលមាននប់និងភរិយាជួយស្រង់នោះជាព្រះរាជាគ្រងរាជសម្បត្តិនៅនគរតកសិលាព្រះអង្គយាងមកស្រង់ទឹកប៉ះចំពេលព្យុះភ្លៀងក៏អណ្ដែតតាមខ្សែទឹកពីវងសេនាមន្ត្រីពេលព្រះអង្គយាងទៅដល់ព្រះរាជវាំងវិញនឹកឃើញក្តៅក្រហាយនិងមាននប់ដែលហ៊ានមើលងាយព្រះអង្គចាត់ទុកសត្វកណ្ដុរនិងពស់សំខាន់ជាងព្រះអង្គទ្រង់ក៏បញ្ជាឲ្យមន្ត្រីសេនាអាមាត្យរៀបចំក្បួនទ័ពដង្ហែព្រះអង្គទៅដល់ផ្ទះមាណពនិងភរិយាហើយបញ្ជាឲ្យពេជ្ឈឃាតចាប់មកកាត់ទោសប្រហារជីវិតក្នុងបទដែលហ៊ានប្រមាថមើលងាយព្រះជាស្ដាស្ដេចផែនដីមាណពនិងភរិយាផិតភ័យខ្លាំងណាស់ព្រោះមិននឹកស្មានថាគុណដែលខ្លួនបានធ្វើទៅបែរជាទទួលទោសពីព្រះរាជាដែលតបស្នងដោយដាក់ទោសប្រហារជីវិតខ្លួនទៅវិញនៅពេលដែលពេជ្ឈឃាតបំរុងសម្លាប់ពេលនោះមាណពនិងភរិយាក៏ស្រែកហៅពស់និងកណ្ដុរឲ្យមកជួយដោយឮសូរសំឡេងរបស់មាណពពស់និងកណ្ដុរក៏នាំគ្នារត់ចេញពីព្រៃយ៉ាងលឿនភ្លាមនោះកណ្ដុរនិងពស់មួយរត់មួយវាយ៉ាងលឿនឡើងទៅរកព្រះរាជានៅលើខ្នងដំរីពស់គ្មានបំណងធ្វើឲ្យព្រះរាជាសគត់ទេវាគ្រាន់តែចង់បន្លាចព្រះអង្គឲ្យភ័យខ្លាចឲ្យយល់ពីតម្លៃជីវិតពេលដែលព្រះអង្គជួបប្រទះអាសន្ននោះតើព្រះអង្គភ័យខ្លាចដែរឬទេពេលនោះព្រះរាជាភ័យខ្លាចពស់ចឹកក៏ស្ទុះរហូតធ្លាក់ពីលើខ្នងដំរីធ្វើឲ្យពួកមន្ត្រីសេនាអាមាត្យភ្ញាក់ផ្អើលនិងផិតភ័យយ៉ាងខ្លាំងព្រះរាជាធ្លាក់ពីលើខ្នងដំរីបោកព្រះកាយទៅលើដីប៉ះនឹងផ្ទាំងថ្មថែមទៀតធ្វើឲ្យសគត់ភ្លាមមួយរំពេចពួកមន្ត្រីសេនាអាមាត្យផិតភ័យខ្លាំងណាស់ក៏នាំគ្នាលើកគ្រាព្រះអង្គឡើងបំរុងរកទៅព្យាបាលនៅក្នុងព្រះរាជវាំងវិញក៏ប៉ុន្តែពេលនោះពួកគេដឹងថាព្រះរាជាទ្រង់សគត់បាត់ទៅហើយទើបនាំគ្នារៀបចំបញ្ចុះព្រះសពជាបណ្ដោះអាសន្ននៅទីនោះមាណពនិងភរិយាបានរៀបរាប់រឿងរ៉ាវទាំងអស់ប្រាប់ដល់ពួកមន្ត្រីពួកគេមិននឹកស្មានសោះថាមាណពជាអ្នកជួយសង្គ្រោះព្រះជន្មព្រះរាជានៅពេលដែលទ្រង់អណ្ដែតតាមទឹកនោះ
ពួកគេបានដឹងការពិតហើយថាមាណពនិងភរិយាជាមនុស្សល្អហើយមានឫទ្ធានុភាពសូម្បីតែសត្វពស់និងកណ្ដុរក៏ស្ដាប់បញ្ជាមាណពដែរទើបពួកមន្ត្រីទាំងអស់ប្រកាសគោរពនិងទទួលមាណពឲ្យឡើងគ្រងរាជ្យជំនួសព្រះរាជាមុនដែលបានសុគតទៅហើយដោយសារតែក្តីមេត្តានិងអំពើល្អមាណពកំសត់ក៏បានជួបនឹងភ័ព្វព្រេងសំណាងស្មានមិនដល់មាណពបានคลายខ្លួនពីបុរសកំសត់មកជាព្រះរាជាគ្រប់គ្រងផែនដីមន្ត្រីសេនាទាំងអស់បានរៀបចំក្បួនដង្ហែមាណពនិងភរិយាចូលក្នុងព្រះរាជវាំងដើម្បីអភិសេកឡើងសោយរាជ្យគ្រប់គ្រងនគររស់នៅបានយ៉ាងសុខសាន្តតរៀងទៅសូមជូនរឿងកំណប់កាលពីយូរលង់ណាស់មកហើយមានរឿងមួយបានដំណើរថាមានក្មេងប្រុសម្នាក់ឈ្មោះជីមឪពុកម្ដាយរបស់គេមានផ្ទះសំណាក់មួយនៅក្បែរមាត់សមុទ្រដែលវាជាកន្លែងដែលពួកកម្មករនាវាជាច្រើនចូលមកស្នាក់នៅលោក Bill គឺជាមនុស្សម្នាក់ក្នុងចំណោមកម្មករនាវាទាំងអស់នោះដែលគាត់មានមាឌធំខ្ពស់និងមានសន្លាក់នៅលើថ្ពាល់លោក Bill តែងតែយួរកេះដែកដ៏ធ្ងន់មួយទៅណាមកណាជាមួយគាត់ជានិច្ចលោក Bill តែងតែធ្វើឲ្យអ្នកស្នាក់នៅក្នុងផ្ទះសំណាក់នេះខ្លាចជារៀងរាល់យប់ព្រោះដោយសារតែគាត់ស្រវឹងហើយតែងតែរករឿងឆ្លោះគ្នាជាមួយនឹងភ្ញៀវផ្សេងទៀតបើមានអ្នកណាម្នាក់ហ៊ានថាឲ្យគាត់លោក Bill នឹងវាយគេទាំងអស់នោះយ៉ាងចាស់ដៃដូច្នោះហើយគ្មានអ្នកណាហ៊ានមកជិតគាត់នោះទេចំណែកឯក្មេងតូចជីមក៏មានការចាប់អារម្មណ៍និងស្មារតីដ៏ក្លាហានរបស់គាត់ណាស់ទោះបីជារស់នៅក្នុងផ្ទះសំណាក់នេះយ៉ាងយូរយ៉ាងណាក៏ដោយក៏លោក Bill មិនដែលទូទាត់លុយស្នាក់នៅរបស់គាត់ឲ្យទៅម្ដាយឪពុករបស់ជីមដែរល្ងាចមួយនៅពេលដែលលោក Bill កំពុងតែអង្គុយយ៉ាងសប្បាយជាមួយនឹងដបស្រានៅក្នុងដៃរបស់គាត់មនុស្សខ្វាក់ចម្លែកម្នាក់ក៏បានចូលមកដល់គាត់បានហុចក្រដាសមួយសន្លឹកទៅលោក Bill ក្រដាសនោះមានតែចំណុចខ្មៅមួយនៅចំកណ្ដាលសន្លឹកតែប៉ុណ្ណោះគ្រាន់តែក្រឡេកមើលវាភ្លាមលោក Bill ក៏ដេកដួលស្លាប់ភ្លាមមួយរំពេច Bill បានជំពាក់ប្រាក់ផ្ទះសំណាក់ច្រើនណាស់ជីមនិងម្ដាយរបស់គេក៏សម្រេចថាទៅបើកកេះដែកអាកំបាំងរបស់គាត់មើលថាតើនៅក្នុងនោះមានអ្វីខ្លះនៅពេលដែលពួកគេបានបើកគម្របកេះពួកគេមានការភ្ញាក់ផ្អើលជាខ្លាំងវាមានថង់កាក់មាសមួយថង់ពេញនៅក្នុងនោះហើយពួកគេបានរកឃើញដុំមូលមួយដុំដែលចងយ៉ាងណែននៅពេលដែលពួកគេបិទកេះវិញពួកគេក៏បានឮសំឡេងកាំភ្លើងនៅខាងក្រៅផ្ទះសំណាក់ប៉ូលីស3នាក់ដែលនៅជិតនោះឮសំឡេងបាញ់កាំភ្លើងពួកគេក៏រត់មករកក្រុមចោរនៅខាងក្រៅផ្ទះសំណាក់ពួកចោរក៏រត់បាត់ស្រមោលអស់ជីមដឹងថាពួកចោរទាំងនោះគឺមកតាមរកដុំមូលដែលគេរកឃើញនៅក្នុងកេះរបស់លោក Bill នោះដូច្នោះគេក៏សូមឲ្យប៉ូលីសយកគេទៅការិយាល័យរបស់ចៅក្រមស្ដាប់ជីមនិយាយប្រាប់ពីរឿងរ៉ាវរបស់លោក Bill យ៉ាងស្ងៀមស្ងាត់ជីមក៏បានបង្ហាញនៅដុំមូលមួយនោះគឺជាដុំផែនទីនៃកោះមួយហើយនៅទីនោះគឺមានកប់កំណប់យ៉ាងច្រើនចៅក្រមក៏សម្រេចចិត្តថានឹងទៅកោះនោះដើម្បីរកកំណប់ហើយគាត់ក៏បានហៅជីមឲ្យទៅជាមួយផងដែរចៅក្រមនោះបានជួលសំពៅមួយហើយពួកគេក៏បានធ្វើដំណើរទៅកោះនោះនៅលើសំពៅជីមឈរនៅលើដំបូលគេបានឃើញចុងភៅម្នាក់ឈ្មោះថាចនមានតែជើងម្ខាងតែប៉ុណ្ណោះភ្លាមនោះជីមក៏នឹកឃើញដល់ការក្រើនរំលឹករបស់លោក Bill ឲ្យប្រុងប្រយ័ត្នចំពោះបុរសជើងម្ខាងដូច្នោះហើយជីមក៏មានការសង្ស័យចំពោះលោកចនការសង្ស័យរបស់ជីមចំពោះលោកចនក៏បាត់ទៅវិញនៅពេលដែលគេឃើញថាគាត់ជាមនុស្សចិត្តល្អគាត់អនុញ្ញាតឲ្យគេចូលមកក្នុងផ្ទះបាយក្នុងសំពៅនៅពេលដែលគាត់ដាំស្លគាត់នឹងធ្វើឲ្យជីមរីករាយដោយការនិយាយរឿងកំប្លែងជីមកើតមានការចូលចិត្តចំពោះគាត់ជាខ្លាំង
យប់ជ្រៅនៅពេលដែលជីមអង្គុយនៅក្នុងធុងផ្លែប៉ោមកំពុងតែខំផ្លែប៉ោមហូបគេក៏បានឮសំឡេងនៅខាងក្រៅគេឮលោកចនកំពុងតែរៀបចំគម្រោងជាមួយនឹងកម្មករនាវាផ្សេងទៀតដើម្បីប្លន់យកសំពៅទៅរកកំណប់ដោយខ្លួនឯងអញ្ចឹងជីមគិតត្រូវហើយថាលោកចននេះគឺពិតជាចៅសមុទ្រជីមគិតថាគេចង់ប្រាប់រឿងនេះទៅលោកចៅក្រមឲ្យបានលឿនបំផុតតាមដែលអាចធ្វើបានមិនយូរប៉ុន្មានចនក៏ចេញពីទីនោះជាមួយកូនចៅរបស់គេឃើញដូច្នោះជីមក៏ប្រញាប់ទៅរាយការណ៍រឿងនេះប្រាប់ទៅលោកចៅក្រមលោកចៅក្រមគិតអស់ពេលយ៉ាងយូរបន្ទាប់មកទើបគាត់និយាយថាយើងមិនគួរធ្វើរឿងនេះដោយប្រញាប់ប្រញាល់ពេកទេចាំដល់ពេលវេលាសិនចាំយើងចាត់ការបញ្ហានេះគាត់ប្រាប់ទៅគ្រប់គ្នាកុំឲ្យធ្វើអ្វីលោកចនដើម្បីកុំឲ្យលោកចនសង្ស័យនៅពេលដែលមើលទៅឃើញកោះលោកចននិងក្រុមរបស់គេបានដាក់ទូកចុះហើយអុំឡើងលើគោកជីមក៏ឡើងលើទូកនោះដែរនៅពេលដែលទូកប៉ះនឹងច្រាំងជីមក៏លោតចុះពីលើទូកចូលទៅក្នុងព្រៃមុនពេលអ្នកទាំងអស់គ្នាដេញតាមចាប់គេទាន់មិនយូរប៉ុន្មានជីមក៏ចូលទៅដល់ព្រៃជ្រៅមួយគេបានឮសំឡេងនៅជុំវិញខ្លួនគេហើយគេមានអារម្មណ៍ថាឆ្ងល់ខ្លាំងណាស់ពេលនោះតាចាស់ម្នាក់ដែលមានពុកមាត់បបប្រផេះក៏បានចេញមកពីគុម្ពោតហើយបានប្រាប់ទៅជីមពីការដែលគាត់ត្រូវបានគេបោះបង់ឲ្យនៅលើកោះនេះអស់រយៈពេល3ឆ្នាំជីមក៏បានប្រាប់គាត់វិញពីរឿងចៅសមុទ្រដែលតាមយាយីខ្លួនតាចាស់នោះក៏យល់ព្រមជួយជីមឲ្យរួចផុតពីកណ្ដាប់ដៃរបស់ចៅសមុទ្រនៅពេលដែលពួកគេកំពុងតែឈរនិយាយគ្នាពួកគេក៏បានឮសំឡេងកាំភ្លើងហើយពួកគេក៏រត់ទៅរកបន្ទាយដើម្បីលាក់ខ្លួនពួកគេបានឃើញចៅក្រមនិងលោកចនកំពុងតែប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ហត់ឈាមលោកចនបានលួចយកផែនទីនោះហើយគេបានចាប់ជីមដោយប្រាប់ទៅជីមថាទៅរកកំណប់ជាមួយនឹងគេនៅពេលដែលពួកគេធ្វើដំណើរទៅពួកគេបានដើរកាត់រណ្ដៅឆ្អឹងខ្មោចមួយហើយគ្រប់គ្នាជឿជាក់ថាកំណប់ប្រកាសជាកប់នៅទីនេះជាមិនខានចៅក្រមនិងកូនចៅរបស់គាត់បានមកដល់ទីនោះដូចគ្នាពួកគេបានដេញពួកចៅសមុទ្រចេញលោកចនសូមអភ័យទោសចំពោះកំហុសរបស់គេចំណែកតាចាស់វិញគាត់ដឹងថាកំណប់នៅទីណាគាត់បាននាំពួកគេទៅកន្លែងនោះពួកគេទាំងអស់ក៏នាំគ្នាចែកកំណប់នោះស្មើគ្នាថ្ងៃបន្ទាប់ពួកគេបាននាំយកទ្រព្យសម្បត្តិទាំងអស់មកដាក់លើសំពៅនិងធ្វើដំណើរត្រឡប់ទៅផ្ទះវិញហើយវាជាការផ្សងព្រេងមួយដែលគ្មានអ្នកណាអាចបំភ្លេចបានជារៀងរហូត